បាទជំរាបសួរបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតនៅคลิปវីដេអូរបស់ខ្ញុំបាទអញ្ចឹងចំពោះវីដេអូមុនគឺខ្ញុំបានធ្វើបង្ហាញតាក់ទងទៅនឹងរបៀបនៃការបង្កើតល្ខោន Gmail ទៅលើ Google Chrome ឬក៏ Google បាទអញ្ចឹងចំពោះវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើបង្ហាញតាក់ទងទៅនឹងការ remove ឬក៏ការលុបនៅល្ខោន Gmail ចេញពី Google Chrome ឬក៏ Google វិញម្ដងបាទអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅទស្សនាទាំងអស់គ្នាបាទអញ្ចឹងជាដំបូងបងប្អូនសូមចូលមកកាន់ Chrome បាទអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ Chrome វានឹងលុបផ្ទាំងបែបនេះបាទហើយសូមបញ្ជាក់ដែរចំពោះទម្រង់នៅលើ computer ហើយនិងទូរស័ព្ទក៏វាអត់មានអីខុសគ្នាប្រហែលដែរបាទតែគ្រាន់តែទូរស័ព្ទគឺវាមាន account បង្ហាញ account តែមួយបាទតែចំពោះទម្រង់ computer គឺវាមាន account ប្រហែលគឺវាបង្ហាញនៅត្រង់នេះទាំងអស់បាទអញ្ចឹងបងប្អូនមើលតើបងប្អូនចង់លុប account មួយណាបាទអញ្ចឹងខ្ញុំមាន3 account បាទអញ្ចឹងឧទាហរណ៍ថាខ្ញុំលុប account នេះបាទធាពុតនេះបាទអញ្ចឹងនៅពេលបងប្អូនចង់លុប account មួយណាបងប្អូនសូមចុចទៅលើ account មួយហ្នឹងបាទហើយខ្ញុំចុចលើ account ហ្នឹងបាទអញ្ចឹងនៅពេលដែលបងប្អូនចុចនៅលើ account ហ្នឹងបងប្អូនសូមคลิกមើលត្រង់នេះបាទអញ្ចឹងនៅពេលដែលបងប្អូនចង់លុប account មួយណាវានឹងបង្ហាញឈ្មោះ account ហ្នឹងនៅត្រង់ហ្នឹងបាទអញ្ចឹងជាបន្តទៀតបងប្អូនសូមចូលមកកាន់ Google App បាទអញ្ចឹងបងប្អូនសូមចុច Google App នៅពេលបងប្អូនចុច Google App បងប្អូនសូមមើលមកត្រង់នេះបាទនេះគេដាក់ account បាទអញ្ចឹងនេះគឺជាឈ្មោះ account ដែលយើងចង់លុបអញ្ចឹងបងប្អូនសូមចុចនៅលើហ្នឹងបាទអញ្ចឹងនៅពេលដែលបងប្អូនចុចនៅត្រង់ហ្នឹងវានឹងលោតមកកាន់ផ្ទាំងបែបនេះបាទអញ្ចឹងចំពោះប្រមាណនេះគឺជា option បាទ option របស់ Google account បាទមានទី1គឺ home បាទទី2 personal info ទី3 data and privacy ទី4អីផ្សេងទៀតបាទខ្ញុំអត់សូវចេះដែរបាទអញ្ចឹងបងប្អូនអាចអានខ្លួនឯងបាទអញ្ចឹងអ្វីដែលសំខាន់គឺយើងលុប account Gmail បាទអញ្ចឹងចំពោះបងប្អូនចង់លុប account Gmail បងប្អូនសូមជ្រើសរើសពាក្យថា data and privacy បាទអញ្ចឹងបងប្អូនសូមចុចកាន់ត្រង់ចំណុចហ្នឹងបាទអញ្ចឹងនៅពេលបងប្អូនចុចមកកាន់ត្រង់ចំណុចហ្នឹងបងប្អូនសូមអូសមកក្រោមបាទអូសមកក្រោមបងប្អូនសូមជ្រើសរើសពាក្យថា delete នេះ delete your Google account បាទអញ្ចឹងបងប្អូនសូមអូសមកក្រោមនេះបងប្អូនមើលហើយបងប្អូនអូសមកក្រោមមកហើយរកពាក្យថា delete your Google account បាទអញ្ចឹងនៅពេលបងប្អូនឃើញបងប្អូនសូមចុចលើហ្នឹងមកបាទអញ្ចឹងនៅពេលបងប្អូនចុចហើយនៅត្រង់ចំណុចនេះបាទផ្ទាំងនេះគឺគេទាមទារយើងវាយនៅ password Gmail របស់យើងបាទអញ្ចឹងចំពោះបងប្អូនផ្លេច password Gmail ឬក៏អត់ស្គាល់ password Gmail ក៏អត់អាចលុបបានដែរបាទអញ្ចឹងបងប្អូនត្រូវតែចាំបាទអញ្ចឹងខ្ញុំសូមវាយ password Gmail របស់ខ្ញុំបាទបាទអញ្ចឹងនៅពេលដែលបងប្អូនវាយ password Gmail បងប្អូនសូមចុច next បាទអញ្ចឹងនៅពេលដែលយើងចុច next ហើយបងប្អូនសូមអូសក្រោមបាទអញ្ចឹងត្រង់ពីចំណុចនេះ cloud 2នេះគឺបងប្អូនត្រូវ tick បាទ tick មកបាទនៅពេលបងប្អូន tick ហើយបងប្អូនជ្រើសរើសពាក្យថា delete account បាទអញ្ចឹងបងប្អូនសូមចុច delete account ហើយបងប្អូន remove your account មកអូខេអញ្ចឹងនៅពេលដែលបងប្អូនចុច remove account ហើយបងប្អូនសូមចុចបិទមកផ្ទាំងអស់បាទអញ្ចឹង refresh មកហើយបងប្អូនសូមចូលមកកាន់ជ្រោមម្ដងទៀតថាតើ account របស់យើងបាន remove ហើយឬនៅបាទអញ្ចឹងបងប្អូនសូមចូលមកកាន់ជ្រោម
អូខេចឹងនៅពេលបងប្អូនសូមចូលមកកាន់ជ្រុំថាតើ account របស់យើងបាន remove ចេញហើយឬនៅបាទចឹងបងប្អូនចូលមកកាន់ជ្រុំបាទអញ្ចឹងនៅពេលដែលបងប្អូនចូលមកកាន់ជ្រុំបងប្អូនសូមមើលអញ្ចឹងចំពោះនេះ account គឺបាន remove ហើយបាទអញ្ចឹងវានៅត្រង់នឹងដែរប៉ុន្តែគ្រាន់តែ account គឺ remove ហើយអញ្ចឹងបើបងប្អូនតាទៀតបងប្អូនអាចចូលត្រង់នោះមកបាទអញ្ចឹងនេះ account បាន remove ហើយបើ account នឹងអត់ទាន់ remove គឺវានឹង load ឈ្មោះ account នៅត្រង់ហ្នឹងបាទអញ្ចឹងនៅពេលដែលបងប្អូនចូលត្រង់ហ្នឹងបងប្អូនអាចលុប account នឹងចេញមកជាការស្រេចបាទខ្ញុំមកចូលម្ដងទៀតមកហើយចុចកន្លែងសញ្ញាត្រេ3បាទហើយ delete បាទមកអូខេអញ្ចឹងយើងនៅពេលដែលយើងនេះគឺយើងអាចលុបនៅ account នេះគឺបានជោគជ័យបាទអញ្ចឹងចំពោះវីដេអូនៃការ remove account Gmail ចេញពី Facebook គឺមានតែប៉ុណ្ណឹងបាទហើយបើពេញចិត្តនៅវីដេអូនេះបងប្អូនអរគុណ